សូមជួននិទានរឿងបងប្អូនពីរនាក់ដែលដកស្រង់ចេញពីសៀវភៅថ្នាក់ទី6គ្រួសារមួយមានកូនពីរនាក់កូនស្រីច្បងឈ្មោះនេតហើយកូនប្រុសប្អូនឈ្មោះណាតច្រើនតែច្រណែននឹងបងស្រីខ្លួនចំណែកនេតវិញមិនដែលប្រកាន់នឹងប្អូនទេនាងតែងតែសម្របចិត្តប្អូនជានិច្ចឪពុកម្ដាយក្មេងទាំងពីរមានចិត្តអាណិតស្រឡាញ់កូនស្មើគ្នាពេលគាត់ទៅណាគាត់យកកូនទាំងពីរទៅជាមួយដរាបគាត់ផ្គត់ផ្គង់ចំណីអាហារសម្លៀកបំពាក់កូនទាំងពីរមិនឲ្យលើសខ្វះគ្នាឡើយគាត់មិនដឹងថាត្រូវធ្វើដូចម្តេចទេដើម្បីឲ្យណាតយកចិត្តបងស្រីនិងចេះស្រឡាញ់បងស្រីខ្លួនគាត់តែងតែខ្វល់ខ្វាយនឹងរឿងណាតជានិច្ចមានថ្ងៃមួយពួកគាត់បានសាកល្បងដោយប្រើមធ្យោបាយមួយគាត់ដឹងថាក្មេងប្រុសចូលចិត្តលេងកូនឡានពួកគាត់ក៏នាំគ្នាទៅផ្សារទិញកូនឡានជ័រមួយនិងសៀវភៅរូបភាពអំពីឡានតូចធំមួយសម្រាប់គាត់បានយករបស់ទាំងនោះទៅឲ្យនេតហើយប្រាប់កូនឯងទុករបស់នេះកុំឲ្យប្អូនឃើញដំបូងកូនយកកូនឡាននេះទៅឲ្យប្អូនដោយប្រាប់ថាមិត្តភក្តិកូនឲ្យកូនថ្ងៃក្រោយកូនឲ្យសៀវភៅមួយសម្រាប់នេះទៀតនាតទទួលយកព្រមធ្វើតាមម្ដាយដល់ពេលរសៀលនាតបានយកកូនឡានជ័រមកហុចឲ្យណាតព្រមទាំងនិយាយថាណាតមើលនេះបងឲ្យកូនឡានមួយណាតនិយាយដោយមើលមុខបងតើបងបានកូនឡាននឹងមកពីណាហេតុអ្វីបានជាបងមិនទុកលេងខ្លួនឯងនាតឆ្លើយមិត្តភក្តិបងឲ្យបងតែបងមិនលេងទេបងឲ្យវាទៅអូនវិញព្រោះអូនស្រឡាញ់ឡានណាស់ណាតទទួលយកឡានពីបងភ្លាមក៏រត់ចេញមកក្រៅយកទៅលេងមួយរំពេចមួយសប្តាហ៍ក្រោយមកពេលឃើញប្អូននៅចិត្តនាតធ្វើជាយកសៀវភៅរូបភាពឡានមកបើកមើលណាតចេះតែលួចតាមមើលដោយឃើញរូបឡានប្លែកៗជាច្រើនវាចង់បានណាស់តែមិនហ៊ានសុំនាតដឹងចិត្តប្អូនក៏បើកសៀវភៅបង្ហាញរូបភាពមួយចំនួនរួចសួរអូនឯងចង់បានសៀវភៅនេះឬទេបើចង់បានបងឲ្យណាតងក់ក្បាលព្រមទាំងសួរបងម៉េចបងមិនទុកវាមើលនាតមើលមុខប្អូនដោយញញឹមហើយនិយាយដោយមើងម៉ាត់អត់ទេបងឲ្យអូនឯងមើលវិញថាហើយនាងក៏ហុចសៀវភៅនោះទៅឲ្យប្អូនហើយណែនាំបើកវាថ្នមណាកុំឲ្យវាឆាប់រហែកថ្ងៃក្រោយបើបងមានអ្វីប្លែកបងនឹងឲ្យអូនទៀតណាតញញឹមហើយនិយាយទៅរកបងអរគុណបងខ្ញុំនឹងខំថែវាឲ្យបានល្អចាប់ពីថ្ងៃនោះមកណាតតែងតែនៅជិតនេតជួនកាលពួកគេនិយាយឬលេងជាមួយគ្នាយ៉ាងសប្បាយមេដាបេដាក្មេងទាំងពីរសប្បាយចិត្តខ្លាំងណាស់